សារមានបាទពុកម៉ែបងប្អូនពុទ្ធបរិស័ទជាច្រើនដែលគាត់បាទសួរនាំតាក់ទងជាមួយនឹងបាទកម្មវិធីបាទធម្មទេសនាជាដកបាទព្រះវេស្សន្តរជាដកពុកម៉ែបងប្អូនយើងនៅខែ12ថ្ងៃទី21ទៅរហូតដល់ថ្ងៃ26បាទពុកម៉ែបងប្អូនយើងបាទរយៈពេលកម្មវិធីគឺ5យប់6ថ្ងៃដោយបាទលោកជំទាវសៀងច័ន្ទហេងលោកក៏បានធ្វើការផុសបាទចែករំលែកក៏ដូចជាជូនដំណឹងទៅដល់ពុកម៉ែបងប្អូនយើងបាទជាបន្តផងដែរពុកម៉ែបងប្អូនយើងអញ្ចឹងហើយគឺពុកម៉ែបងប្អូនយើងមួយចំនួនបាទច្រើនមួយចំនួនធំដែលគាត់គាត់ដែលស្គាល់តរាជនីលង្វែកនៅឯណាប៉ុន្តែពុកម៉ែបងប្អូនយើងខ្លះទៀតក៏គាត់បានស្គាល់បាទតាមរយៈកាលពីឆ្នាំទី1អញ្ចឹងទៅបាទបុណ្យទេសនាជាដកបាទឆ្នាំទី1ដែលប្រពធ្វើទៅបាទកន្លងទៅពុកម៉ែបងប្អូនយើងបាទអញ្ចឹងគឺនេះគឺជាកម្មវិធីបុណ្យទេសនាមហាជាដកឆ្នាំទី2ដែលប្រពធ្វើឡើងនៅរាជធានីលង្វែកបាទកូនភ្នំព្រំវិហារធម៌ពុកម៉ែបងប្អូនយើងក្រោមការបាទដឹកនាំបាទព្រះអង្គធម្មវិន័យវិស័យចន្ទមនីក៏ដូចជាលោកជំទាវសៀងច័ន្ទហេងបាទលោកបានប្រពធ្វើនៅបាទថ្ងៃទី21ដល់ថ្ងៃទី26ពុកម៉ែបងប្អូនយើងអញ្ចឹងពុកម៉ែបងប្អូនយើងគាត់សួរថារាជធានីលង្វែកស្ថិតនៅឯណាបាទពុកម៉ែបងប្អូនចាំខ្ញុំបាទដាក់ទីតាំងក៏ដូចជាបាទរូបភាពដែលពុកម៉ែបងប្អូនអាច scan ចូលបានបាទចង់ដឹងថារាជធានីលង្វែកនៅទីណាពុកម៉ែបងប្អូនអាច scan បានបាទចូលរួមដោយចិត្តជ្រះថ្លាណាពុកម៉ែបងប្អូនយើងអញ្ចឹងគឺខ្ញុំបាទក៏សូមចែករំលែកនៅវីដេអូនេះដើម្បីគោរពអញ្ជើញបាទលោកឪពុកអ្នកម្ដាយពុទ្ធបរិស័ទទីចិត្តទីឆ្ងាយទាំងក្នុងនិងក្រៅប្រទេសចូលរួមឲ្យបានច្រើនកកកព្រោះតែកម្មវិធីមួយឆ្នាំមានតែម្ដងកម្មវិធីបាទធម្មទេសនាមហាជាដកព្រះវេស្សន្តរពុកម៉ែបងប្អូនយើងដោយក្នុងនោះក៏ប្រវត្តិមាននៅខ្ពង់ខ្ពស់ព្រះអង្គគ្រូធម្មវិន័យវិស័យចន្ទមនីបាទព្រះអង្គបាទបានចូលរួមកម្មវិធីទាំង6ថ្ងៃតែម្ដងពុកម៉ែបងប្អូនយើងគឺព្រះអង្គអាចจะធ្វើធម្មទេសនាតាក់ទងជាមួយនឹងកាន់នីមួយរហូតដល់ចប់រួមមានបាទក៏មានសម្ដេចសង្ឃបាទព្រះសង្ឃវត្តចន្ទប្រជោតនារាមហាវត្តសុទ្ធបាទសម្ដេចសង្ឃបាទជាច្រើនអង្គចូលរួមបាទជារៀងរាល់ថ្ងៃផងដែរអញ្ចឹងពុកម៉ែបងប្អូនចូលរួមគឺមិនខកបំណងទេបានសម្ដាប់នៅធម្មទេសនាបានសម្ដាប់នៅធម្មទានបានឃើញនៅការរៀបចំតាក់ទងជាមួយនឹងកម្មវិធីបុណ្យទាំងមូលបាទពុកម៉ែបងប្អូនយើងនេះសុទ្ធសឹងតែជាបុណ្យដ៏មហាធំធេងមហាបាទបវរល្អក្រៃលែងខ្លាំងមែនទែនតែពុកម៉ែបងប្អូនយើងអាចឆ្លៀតបានក៏ឆ្លៀតចូលរួមបាទជាមួយនឹងព្រះអង្គទាំងអស់គ្នាផងដែរបាទពុកម៉ែបងប្អូនយើងខែ12នេះអញ្ចឹងគឺខ្ញុំបាទនឹងដាក់រូបភាពបាទទីតាំងទីកន្លែងជាពិសេសលេខទូរស័ព្ទពុកម៉ែបងប្អូនអាចខលទៅបានបាទក្រុមការងារលោកជំទាវសៀងច័ន្ទហេងតែម្ដងបាទពុកម៉ែបងប្អូនយើងអញ្ចឹងគឺបាទប្រហែលថ្ងៃនេះគឺខ្ញុំបាទឃើញលោកជំទាវបាទផុសតាក់ទងជាមួយនឹងកម្មវិធីច្បាស់ 100% អញ្ចឹងហើយគឺពុកម៉ែបងប្អូនសួរមកខ្ញុំបាទច្រើនអញ្ចឹងទៅខ្ញុំបាទក៏ចែករំលែកបាទដើម្បីជូនជាដំណឹងដល់ពុកម៉ែបងប្អូនបាទពុទ្ធបរិស័ទគោរពស្រឡាញ់ចង់ចូលរួមជាមួយព្រះអង្គផងដែរបាទពុកម៉ែបងប្អូនជាច្រើនដែលគាត់បានស្ដាប់នៅធម្មទេសនាកាលពីថ្ងៃបុណ្យអកអំបុកសំពះព្រះខែគាត់ជ្រះថ្លាខ្លាំងណាស់បាទបានឃើញរូបភាពវីដេអូដែលខ្ញុំបានចែករំលែកជាពិសេសទិដ្ឋភាពថ្ងៃនេះតែម្ដងនៅវត្តចន្ទប្រជោតនារាមហាវត្តសុទ្ធពុទ្ធបរិស័ទគាត់បានទទួលការប្រោះព្រំជាពិសេសបានជួបព្រះអង្គពិតជាសប្បាយចិត្តគ្មានអ្វីព្រៀបផ្ទឹមបានទេពេលខ្លះលោកឪពុកអ្នកម្ដាយពុកម៉ែបងប្អូនយើងណាមកតាំងតែពីកម្ពុជាក្រោមបាទគាត់គោរពស្រឡាញ់ខ្លាំងណាស់អញ្ចឹងហើយក៏បាទទឹកចិត្តបាទសូមគោរពដល់ទឹកចិត្តពុកម៉ែបងប្អូនយើងខ្លាំងមែនទែនតែម្ដងដែលគាត់គោរពស្រឡាញ់បាទឆ្លងកាត់ពីប្រទេសមួយមកប្រទេសមួយពីខេត្តមួយមកបាទខេត្តមួយដើម្បីចង់ឃើញចង់ជួបបានឃើញបានជួបស្រក់ទឹកភ្នែកតែម្ដងបាទថ្ងៃនេះតែម្ដងពុកម៉ែបងប្អូនយើងបានឃើញបានជួបព្រះអង្គនេះពុកម៉ែបងប្អូនពុទ្ធបរិស័ទនេះឃើញព្រះអង្គស្រក់ទឹកភ្នែកតែម្ដងដោយសារគោរពស្រឡាញ់ព្រះអង្គខ្លាំងពេកពុកម៉ែបងប្អូនយើងបាទព្រះអង្គបានឃើញព្រះអង្គមិនមានអ្វីសម្ដែងសម្ដាលមួយពុទ្ធបរិស័ទច្រើនខ្លាំងទេមានតែពាក្យខ្លីៗបាទចាសុខចម្រើនចាសុខចម្រើននេះហើយគឺជាបាទការសម្ដែងសម្ដាលបាទរបស់ព្រះអង្គទៅដល់ពុទ្ធបរិស័ទ
សួរសុខទុក្ខបាទបារម្ភពីសុខភាពរបស់ព្រះអង្គអញ្ចឹងទៅបាទអញ្ចឹងគឺខ្ញុំបាទក៏សូមសិទ្ធិពរជ័យសិរីមង្គលជូនដល់ពុកម៉ែបងប្អូនយើងទាំងក្នុងនិងក្រៅប្រទេសជួបតែក្តីសុខក្តីចម្រើនរកស៊ីទទួលទានមានបានគ្រប់ពេលវេលានេះឱកាសថ្ងៃអាទិត្យទីបាទ30ខែ11ឆ្នាំ2025អញ្ចឹងយើងបានប្រមាណបាទថ្ងៃទៀតគឺដល់ថ្ងៃកម្មវិធីធំតែម្ដងពុកម៉ែបងប្អូនយើងគឺថ្ងៃនេះគឺថ្ងៃទី30ទៅហើយបាទពុកម៉ែបងប្អូនបាទជួយចុច Subscribe ចុចពាក្យកណ្ដឹងបាទចុច Like បាទចុច Share បាទ Comment ពាក្យសាធុម្នាក់មួយទាំងអស់គ្នាដើម្បីបាទខ្ញុំបាទនឹងអាប់ដេតនៅវីដេអូថ្មីៗបាទពុកម៉ែបងប្អូនគឺ Channel របស់ខ្ញុំបាទតូចអញ្ចឹងហើយគឺមិនសូវបាទទៅដល់ដៃពុកម៉ែបងប្អូនប្រហែលទេអញ្ចឹងមានតែពុកម៉ែបងប្អូនជួយចុច Like ចុច Share បាទ Comment ពាក្យសាធុជាពិសេសចុចពាក្យកណ្ដឹងម្នាក់មួយទាំងអស់គ្នាពុកម៉ែបងប្អូនយើងបាទសូមអរគុណ